យើងលាតតាគៀអានេះបត់តាគៀលាតតាគៀបត់តាគៀលាតតាគៀអញ្ចឹងណាបងប្អូនអញ្ចឹងសម្រាប់បងប្អូននៅពេលដែលយើងហាត់លំហាត់ផ្នែកខាងក្រោមបើសិនយើងអត់ចេះ hip hing គឺវាពិបាកមែនតើអញ្ចឹងវីដេអូនេះខ្ញុំនឹងបញ្យល់បន្ថែមពីការប្រើ knee hip hing ដែលមានភាពងាយស្រួលជាង standing hip hing អញ្ចឹងណាបងប្អូនអញ្ចឹងនៅពេលដែលយើងធ្វើការ squat ចុះគឺយើងត្រូវការឲ្យយើងត្រូវចេះប្រើ hip hing អញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំនឹងបញ្យល់បងប្អូនមួយអញ្ចឹងនៅពេលដែលបងប្អូនឈរជើងរបស់យើងធំជាងស្មាឬក៏ប៉ុនស្មាបន្តិចមកយើង hip hing មកខាងក្រោមហើយយើងតម្លាក់ចុះយើងព្យាយាមទប់ដំណឹងកន្លែងជង្គង់ណាបងប្អូនហើយនៅពេលដែលយើងងើបឡើងគឺយើងយកគូតនឹងរុញឡើងមកអញ្ចឹងបងប្អូនរុញឡើងមកដល់លើហើយយើងចាប់ផ្ដើមលាឆ្អឹងតាគៀអញ្ចឹងយើងមើលទៅដូចយើងភ្ជាប់គូតអញ្ចឹងក៏ពិតយើងពេលយើងលាវាមកត្រង់អានឹងវាចុះមកក្រោមហើយអញ្ចឹងយើងចាប់ផ្ដើមតម្លាក់គូតទៀតមកងើបឡើងវិញអញ្ចឹងការធ្វើបែបនេះគឺយើងចូលទៅគឺប្រឹងសាច់ដុំបានល្អមែនទែនបងប្អូនបើសិនយើងអត់ចេះប្រើប្រាស់វាទេគឺយើងតម្លាក់តាប្រើប្រាស់តែជង្គង់ឯងបងប្អូនអញ្ចឹងធ្វើឲ្យការហាត់របស់យើងគឺអត់បានត្រឹមត្រូវទេឥឡូវយើងមកប្រើ knee hip hing វិញម្ដងអញ្ចឹង knee hip hing យើងលុតជង្គង់ដោយជង្គង់របស់យើងគឺនៅតែប៉ុនស្មាដដែលហើយបងប្អូនអាចយកដៃទប់ចង្កេះបែបនេះក៏បានហើយយើងតម្លាក់គូតមកអញ្ចឹងណាបងប្អូនតម្លាក់វាមកឃើញយើងប្រឹងគឺសាច់ដុំគូតរបស់យើងគឺប្រឹងខ្លាំងហើយនៅពេលដែលយើង hip hing យើងមកក្រោយហើយដល់ពេលយើងដល់ខាងលើយើងលាតតាគៀអានេះបត់តាគៀលាតតាគៀបត់តាគៀលាតតាគៀអញ្ចឹងណាបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលធ្វើដំបូងបងប្អូនអាចប្រើ knee hip hing បានដោយវាមានភាពងាយស្រួលជាង standing hip hing យើងជិះវិញតម្លាក់តែខ្លួនអញ្ចឹងមកអញ្ចឹងណាបងប្អូនកាលណាយើងតម្លាក់ខ្លួនអញ្ចឹងមកយើងបត់តែកន្លែងជង្គង់ហ្នឹងយើងមិនប្រើបត់ស្លាក់តាគៀហ្នឹងទេអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងបើសិនបងប្អូនមានចំណាប់ថែមអាចខមមិនក្រោមវីដេអូនេះអរគុណ